ព្រះត្រៃបិដកព្រះត្រៃបិដកចែកចេញជាពីរបទ1ត្រៃឬត្រីមានន័យថា3មានព្រះវិន័យប្រសូតឬសតន្តៈនិងព្រះអភិធម្ម2បិដកមានន័យថាល្អីតៅកញ្ជើឬប្រដាប់វិច្ចប់បណ្ឌិតក៏បីធ្វើក្រដាស់ទាំងឡាយជាដើមឲ្យដូចជាស្រែធ្វើឧបករណ៍សរសេរទាំងឡាយឲ្យដូចជានឹមនិងនង្គ័លធ្វើអក្សរាទាំងឡាយឲ្យដូចជាក្របពូជហើយក៏បីប្រព្រឹត្តត្រាច់ទៅចុះអក្សរៈមួយតួដែលសរសេរហើយរមែងស្មើនឹងព្រះពុទ្ធរូបមួយអង្គព្រោះហេតុនោះបរោះជាបណ្ឌិតក៏បីចារឹកនៅព្រះត្រៃបិដកនេះចុះអានិសង្ឃ1នឹងមិនក៏បីស្គាល់នៅទុក្ខតិឡើយនឹងបានជាស្ដេចចក្រពត្តិដែលជាធំលើទ្វីបទាំង4ជាច្រើនដង2នឹងបានជាស្ដេចបតិសរាជដ៏ធំដោយចំនួនរាប់មិនបាននឹងបានជាទេវរាជក្នុងឆកាមាវចរៈសួរជាច្រើនដង3ឈ្មោះថាជាពុទ្ធកោតកាលធ្វើបុណ្យទាំងឡាយមានទានជាដើមលះចាក់ភពទៅហើយនឹងបានជាអ្នកមានអវយវៈដ៏បរិបូរណ៍នឹងបានទទួលនៅការគោរពក្នុងលោកទាំង3 4ដោយផលនៃអក្សរៈមួយតួរមែងបាននៅសេចក្តីសុខដ៏បវរអស់ 84000 ដងបុគ្គលអ្នកបង្រៀនព្រះត្រៃបិដករមែងកើតក្នុងត្រកូលដ៏ឧត្តមដែលមានទ្រព្យច្រើនចម្រើនរុងរឿងផ្សាយទៅដោយពិតហើយនឹងបានទៅជាមនុស្សរួមរស់ជាមួយនឹងជនដ៏ប្រសើរធិរជនជាបណ្ឌិតណាធ្វើខ្លួនឯងក្តីឲ្យគេធ្វើក្តីនៅគម្ពីរមានព្រះត្រៃបិដកអដ្ឋកថាជាដើមធ្វើខ្លួនឯងឬឲ្យគេធ្វើក្តីនៅទូក្តីសម្រាប់តម្កល់ព្រះត្រៃបិដកគ្រឿងតាក់តែងនៅពុទ្ធវចនៈឲ្យល្អក្តីអ្នកណាចារឬឲ្យគេចារនៅពុទ្ធវចនៈក្តីបង្គាប់ឲ្យគេរក្សាទុកនៅគម្ពីរពុទ្ធសាសនាក្តីឲ្យតម្លៃនៃគម្ពីរព្រះពុទ្ធសាសនាឬក៏ជាវទិញគម្ពីរព្រះពុទ្ធសាសនាក្តីឲ្យនៅប្រេងលំធញ្ញជាតិដើម្បីលាបអប់នៅគម្ពីរក្តីឲ្យនៅនិដ្ឋវត្ថុសម្រាប់ធ្វើឲ្យជាប់ណាមួយក្តីដើម្បីចងភ្ជាប់ត្រង់គម្ពីរដែលដាច់ក្តីអំបោះបន្ទះក្តារណាមួយដើម្បីគៀបគម្ពីរក្តីនៅសម្ពុតដើម្បីចងរុំគម្ពីរក្តីនៅខ្សែដើម្បីចងគម្ពីរជាបាច់ក្តីឬថង់ឡាំងដើម្បីដាក់ខ្ចប់គម្ពីរក្តីធ្វើខ្លួនឯងក្តីឲ្យអ្នកដតីធ្វើក្តីនៅគ្រឿងតាក់តែងគម្ពីរឲ្យល្អឬថ្មហរិតាមនោសិលាមាសឬប្រាក់ក្តីអ្នកនោះឈ្មោះថាជាអ្នកបានសន្សំបុណ្យជាអនន្តបានអានិសង្សនៃបុណ្យជាអនន្តប្រកបស្មើដោយការកសាងប្រចេតិយ 84000 ផងព្រះពុទ្ធរូប 84000 ផងដាំនៅពោធិព្រឹក្ស 84000 ផងប្រកបស្មើដោយការកសាងព្រះវិហារឬវត្តអារាម 84000 ផងដកស្រង់ចេញពីគម្ពីរចូលកន្តវង្សៈ